ការកេណ្ឌទ័ពដោយបង្ខំបង្កឲ្យមានការជួញដូរមនុស្សនៅមីយ៉ាន់ម៉ាយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីរ៉ាវ៉ាឌីបានឲ្យដឹងថាច្បាប់កេណ្ឌទ័ពដោយបង្ខំរបស់របបសឹកមីយ៉ាន់ម៉ាប្រែក្លាយទៅជាទីផ្សារងងឹតនៃការជួញដូរមនុស្សយ៉ាងរាលដាលដោយសារតែអាជ្ញាធរមូលដ្ឋាននិងក្រុមមីលីសាគាំទ្ររបបសឹកបានធ្វើការចាប់ពង្រត់យុវជនពីលើដងផ្លូវនិងតាមលំនៅឋានយកទៅលក់ឲ្យយោធាឬលក់បន្តធ្វើជាអ្នកជំនួសស្ថានភាពដ៏អស់សង្ឃឹមនេះបានបង្ខំឲ្យក្រុមគ្រួសារជនរងគ្រោះជាច្រើនងាកទៅស្វែងរកជំនួយអន្តរាគមន៍ពីព្រះសង្ឃដែលមានឥទ្ធិពលនិងមានទំនាក់ទំនងជាមួយយោធាដើម្បីជួយដោះលែងសមាជិកគ្រួសាររបស់ពួកគេដូចជាករណីព្រះសង្ឃល្បីល្បាញព្រះនាមយូផាមូខានិងព្រះសង្ឃសន្តិភាពអេនស៊ីវ៉ាយដែលបានជួយអន្តរាគមន៍ដោះលែងអនិច្ចជននិងពលរដ្ឋមួយចំនួនដែលត្រូវបានអាជ្ញាធរបន្លំអត្តសញ្ញាណប័ណ្ណយកទៅលក់ក្នុងតម្លៃរាប់លានគីយ៉ាតទោះជាយ៉ាងណាមានតែជនរងគ្រោះវ័យក្មេងនិងអនិច្ចជនមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានដោះលែងខណៈដែលជនជាប់ឃាត់ខ្លួនភ័យច្រើនលើសលប់នៅតែត្រូវបានបញ្ជូនទៅកាន់ជំរំវឹកវើយោធាដដែលប្រភពដដែលបានលាតត្រដាងថាការកេណ្ឌទ័ពដោយបង្ខំនេះបានបង្កើតឲ្យមានប្រព័ន្ធពុករលួយនិងទីផ្សារងងឹតដ៏ធំមួយដោយសារតែគណៈកម្មការកេណ្ឌទ័ពបានកំណត់កូតាចំនួនមនុស្សនិងថវិកាយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរថ្នាក់ក្រុងស្រុកដើម្បីបំពេញតាមតម្រូវការនេះក្រុមពុករលួយបានដៅមុខសញ្ញាចាប់ពលរដ្ឋវណ្ណៈកម្មករអ្នកប្រព្រឹត្តបទល្មើសតូចតាចនិងអនិច្ចជនយកទៅលក់ក្នុងតម្លៃប្រហែល5លានគីយ៉ាតហើយជួញដូរទៅកាន់តំបន់ផ្សេងទៀតដើម្បីលក់បន្តធ្វើជាអ្នកជំនួសក្នុងតម្លៃចាប់ពី12លានដល់18លានគីយ៉ាតសម្រាប់អ្នកមានទ្រព្យសម្បត្តិដែលចង់ទិញផ្លូវចេញពីកាតព្វកិច្ចយោធាក្រៅពីនេះអាជ្ញាធរថ្នាក់មូលដ្ឋាននៅបានជំរិតទារថ្លៃកេណ្ឌទ័ពប្រចាំខែពីប្រជាពលរដ្ឋដើម្បីធ្វើជាមើលមិនឃើញចំពោះសមាជិកគ្រួសារដែលត្រូវវេនចូលទ័ពដែលទង្វើទាំងនេះត្រូវបានសាធារណជនទូទៅរិះគន់ថាជាការបង្ខំប្រើពលកម្មដាច់ថ្លៃនិងជាការជួញដូរមនុស្សក្រោមមុខមាត់ច្បាប់ទោះបីជាយោធាមីយ៉ាន់ម៉ាបានបដិសេធម្ដងហើយម្ដងទៀតចំពោះការចោទប្រកាន់អំពីការចាប់បង្ខំមនុស្សយ៉ាងណាក្តីប៉ុន្តែរបបសឹកនេះបានកេណ្ឌទ័ពចំនួន24ចំនួនមកហើយដែលស្មើនឹង120000នាក់ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់ច្បាប់កាតព្វកិច្ចយោធាកាលពីខែកុម្ភៈឆ្នាំ2024ដើម្បីបំពេញបន្ថែមក្នុងជួរកងទ័ពដែលកំពុងខ្វះខាតកម្លាំងយ៉ាងខ្លាំងដោយសារសង្គ្រាមយោងតាមវិទ្យាស្ថានការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាដែលបង្កើតឡើងដោយអតីតទាហានរត់ចោលជួរបានបង្ហាញថាជិត 70% នៃអ្នកកេណ្ឌទ័ពនៅក្នុងជំរំគឺកើតឡើងតាមរយៈការគំរាមកំហែងនិងការចាប់ពង្រត់នៅពេលយប់ជាងនេះទៅទៀតក្រុមអ្នកកេណ្ឌទ័ពថ្មីទាំងនោះបានរងការខាតបង់កម្លាំងយ៉ាងធ្ងន់ធ្ងរដោយសារតែការស្លាប់ការបាត់ខ្លួនឬការរត់ចោលជួរទៅចូលរួមជាមួយកងកម្លាំងតស៊ូហើយពួកគេក៏ជាក្រុមដែលមានសមាមាត្រស្លាប់និងរបួសខ្ពស់បំផុតនៅក្នុងប្រតិបត្តិការវិបករបស់របបសឹកនៅទូទាំងប្រទេសផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ